ដឹកនាំកម្ពុជាបានលើកពីបញ្ហាអ្វីខ្លះដើម្បីការពារទឹកដីការពារដែនអធិបតេយ្យនិងផលប្រយោជន៍ជាតិនៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំអាស៊ាននិងជំនួបត្រីភាគីជាមួយថៃតាមរយៈជំនួបត្រីភាគីរវាងកម្ពុជាហ្វីលីពីននិងថៃនៅប្រទេសហ្វីលីពីននៅយប់ថ្ងៃទី7ខែឧសភាឆ្នាំ2026ដែលមានការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង3ដែលបានជួបពិភាក្សាគ្នានិងនៅក្នុងពេលឡើងថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពីជំនួបត្រីភាគីរវាងប្រទេសទាំង3នោះតាមរយៈសកម្មភាពទាំងអស់នេះរំលេចឲ្យឃើញនៅការខិតខំប្រឹងប្រែងនិងឆន្ទៈមោះមុតនៅក្នុងនាមប្រមុខរាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យបូរណភាពជាតិសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាយើងបានប្រកាន់យកគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយចាប់ផ្ដើមឡើងវិញនៅរាល់ការវាស់វែងដែលមានស្រាប់ជាពិសេសគឺគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC គណៈកម្មាធិការព្រំដែនទូទៅ GBC និងគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីរបស់ថៃបានចាប់ផ្ដើមអនុវត្តការងាររបស់ខ្លួនយ៉ាងពេញលេញរួចមកទន្ទឹមនឹងនោះដែរសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានបញ្ជាក់ច្បាស់និងត្រង់ទៅនាយករដ្ឋមន្ត្រីថៃលោកអនុទានថាខ្សែព្រំដែនគឺមិនអាចត្រូវបានផ្លាស់ប្ដូរឬក៏កំណត់ដោយការប្រើប្រាស់កម្លាំងឬតាមរយៈការបង្កើតអង្គហេតុសម្រាប់នៅលើទីតាំងជាក់ស្ដែងនោះទេទន្ទឹមនឹងនោះដែរសម្ដេចធិបតីក៏បានអំពាវនាវឲ្យថៃមានការអនុវត្តដោយពេញលេញនិងភ្លាមនៅសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ទាំងស្រុងជាពិសេសនៅត្រង់ចំណុចទី3ដែលអំពាវនាវឲ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នៅការវាស់វែងនិងខណ្ឌសីមារបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យាពេលតទៅទៀតនោះទេក្រៅពីនោះចំពោះបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាប្រមុខរាជរដ្ឋាភិបាលរបស់យើងសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានបញ្ជាក់ជាថ្មីម្ដងទៀតនៅចំពោះមុខប្រធានាធិបតីហ្វីលីពីនក៏ដូចជានៅចំពោះមុខនាយករដ្ឋមន្ត្រីថៃលោកអនុទានថាការសម្រេចចិត្តរបស់កម្ពុជាគឺការប្រើប្រាស់នៅយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS បន្ទាប់ពីប្រទេសថៃបានសម្រេចដកខ្លួនចេញជាឯកតោភាគីពី MOU ឆ្នាំ2001នៅក្នុងបញ្ហានេះកម្ពុជាជឿជាក់ថានេះគឺជាមាគ៌ាសន្តិវិធីមួយដែលនឹងនាំទៅរកដំណោះស្រាយប្រកបទៅដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរតាមរយៈសកម្មភាពទាំងអស់នេះខ្ញុំសូមឲ្យបងប្អូនប្រជាជនកម្ពុជាយើងនិងគ្រប់និន្នាការនយោបាយទាំងអស់ត្រូវតែជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលរបស់យើងពីព្រោះថានៅគ្រប់កាលៈទេសៈនៅគ្រប់ពេលវេលានៅគ្រប់ទីកន្លែងសម្ដេចធិបតីតែងតែធ្វើសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងការតម្កល់ផលប្រយោជន៍ជាតិជាធំដែលការប្រឹងប្រែងទាំងអស់នេះគឺដើម្បីការពារនៅបូរណភាពទឹកដីដោយផ្អែកទៅលើច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរនៅក្នុងនោះរាជរដ្ឋាភិបាលរបស់យើងក៏នៅតែបន្តបដិញ្ញាចិត្តនៅក្នុងការការពារទឹកដីនិងមិនព្រមទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង